ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់គឺมันបានថមថយទៅទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែអាក្រក់ខ្លាំងឡើងពីបាតកម្មដែលប្រកបទៅដោយសន្តិភាពនិងទាមទារដោយសន្តិភាពឥឡូវនេះគឺប្រែក្លាយទៅជាកបកម្មហើយបានបំផ្លិចបំផ្លាញទីតាំងរដ្ឋបាលរបស់ទីក្រុងតេហ៍រ៉ង់នេះអស់យ៉ាងច្រើនមិនត្រឹមតែប៉ុណ្ណោះទេអ្នកទាំងអស់គ្នាគឺកងកម្លាំងសន្តិសុខដែលការពាររបបនេះណាថែមទាំងបានបើកការបាញ់ប្រហារយ៉ាងដំណំមកលើប្រជាពលរដ្ឋទៀតផងបាទដល់ពេលអញ្ចឹងទៅវាធ្វើឲ្យពួកគាត់នឹងឯងកាន់តែមានការខឹងសម្បាខ្លាំងថែមទៀតពីបាតកម្មសន្តិភាពក៏ប្រែក្លាយទៅជាកបកម្មអំពើហិង្សាពេញប្រទេសតែម្ដងបាទហើយព័ត៌មាននឹងយ៉ាងណាយ៉ាងនេះយើងនឹងស្ដាប់ទាំងអស់គ្នាបាទការតវ៉ាប្រឆាំងនឹងរបបអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ង់នេះបានប្រែក្លាយទៅជាអំពើហិង្សាបន្តអំពីកងកម្លាំងសន្តិសុខរបស់របបនេះបានបើកការបាញ់ប្រហារទៅលើទីតាំងជាច្រើននៅទូទាំងប្រទេសយោងតាមវិជ្ជបណ្ឌិតម្នាក់ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតេហ៍រ៉ង់ដែលបានថ្លែងប្រាប់ទស្សនវិទ្យាស្ថានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថាយ៉ាងហោចណាស់គឺមានអ្នកតវ៉ាចំនួន217នាក់ហើយត្រូវស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យចំនួន6កន្លែងហើយភាគច្រើនពួកគេគឺត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើងទស្សនវិទ្យាស្ថាននៅមិនទាន់បានផ្ទៀងផ្ទាត់ទូរលេខពិតប្រាកដនៅឡើយទេអំពីចំនួនអ្នកស្លាប់បាត់បង់ជីវិតនេះប្រសិនបើត្រឹមត្រូវមែននោះចំនួនអ្នកស្លាប់នេះគឺបង្ហាញអំពីការបង្ក្រាបយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋដែលប្រឆាំងជាមួយនឹងរដ្ឋាភិបាលមួយនេះការតវ៉ាដំបូងត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី28ខែធ្នូឆ្នាំ2025ហើយឥឡូវនេះការតវ៉ាគឺបានរីករាលដាលទៅដល់ខេត្តចំនួន31ហើយក្រុមបាតកោបានទាមទារឲ្យផ្ដួលរំលំរបបអ៊ីស្លាមមួយនេះចោលហើយក្រុមបាតកោជាច្រើនបាននាំគ្នាស្រែកដោយពាក្យថាសេរីភាពនិងសេចក្តីស្លាប់នៃមេដឹកនាំផ្ដាច់ការលោកវិជ្ជបណ្ឌិតបានប្រាប់ទស្សនវិទ្យាស្ថានថាគណៈពេលដែលការតវ៉ាកាន់តែខ្លាំងឡើងកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារដោយផ្ទាល់តែម្ដងទៅលើក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើនកាលពីថ្ងៃសុក្រកន្លងទៅសាកសពមនុស្សជាច្រើនកំពុងត្រូវបានយកចេញពីមន្ទីរពេទ្យហើយអ្នកស្លាប់ទាំងអស់នោះភាគច្រើនគឺសង្ស័យតែជាយុវជនទាំងអស់នៅក្នុងហេតុការណ៍មួយទៀតនៅពីក្រៅស្ថានីយ៍ប៉ូលីសមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុងតេហ៍រ៉ង់ដោយនៅទីនោះគឺមានការបាញ់ប្រហារដោយកាំភ្លើងយន្តហើយការបាញ់នោះគឺបានសម្លាប់ក្រុមប្រជាពលរដ្ឋអស់ជាច្រើនអ្នកនៅនឹងកន្លែងដោយមានមនុស្សស្លាប់យ៉ាងហោចណាស់30នាក់ឯណោះរបាយការណ៍មួយបានឲ្យដឹងថាក្រុមអ្នកតវ៉ាបានបំផ្លិចបំផ្លាញអគាររដ្ឋបាលរបស់ទីក្រុងតេហ៍រ៉ង់នេះហើយក្រុមបាតកោក៏បានដាក់បំផ្លាញវិហារអ៊ីស្លាមរ៉ាសូលដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតេហ៍រ៉ង់ផងដែរដោយបង្ហាញអំពីភាពចលាចលនិងកំហឹងកាន់តែខ្លាំងឡើងទៅការអាជ្ញាធរទន្ទឹមគ្នានេះផងដែរមេដឹកនាំកម្ពុជាអ៊ីស្លាមអ៊ីរ៉ង់គឺលោកអាយ៉ាតូឡាអាលីខាម៉ានីបានប្រមានថាសាធារណរដ្ឋអ៊ីស្លាមនឹងមិនចោះចាញ់ជាមួយនឹងក្រុមបាតកោឡើយព្រះរាជអាជ្ញារបស់ទីក្រុងតេហ៍រ៉ង់បានគម្រាមទៅកាន់ក្រុមប្រជាពលរដ្ឋជាមួយនឹងការកាត់ទោសប្រហារជីវិតហើយមន្ត្រីកងឆ្មាំបរិវត្តអ៊ីស្លាមអ៊ីរ៉ង់ក៏បានជំរុញឲ្យពុកម្ដាយថែរក្សាកូនរបស់ពួកគេឲ្យស្ថិតនៅឆ្ងាយពីកន្លែងធ្វើបាតកម្មដែលព្រមានថាពាក្យបណ្ដឹងនឹងមិនត្រូវបានទទួលយកនោះឡើយនៅក្នុងករណីរងរបួសដោយសារតែការបាញ់កាំភ្លើងភាពចលាចលបានកើតឡើងទូទាំងប្រទេសចំពេលវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងហើយប្រាក់រៀលរបស់ប្រទេសនេះគឺបានធ្លាក់ដកនៅក្នុងកម្រិតទាបមិនធ្លាប់មានពីមុនមកបើធៀបទៅនឹងប្រាក់ដុល្លាររួមទាំងការខ្វះខាតទឹកនិងអគ្គិសនីទូទាំងប្រទេសហើយខ្ញុំក៏សូមអធិស្ឋានផងដែរអ្នកទាំងអស់គ្នាដែលមិនបានដាក់រូបពិតទៅលើវីដេអូព្រោះតែការដាក់បែបនោះទៅគឺក្រុមហ៊ុននឹងឯងចាប់ដោយសារតែខុសនឹងច្បាប់របស់ក្រុមហ៊ុនណាបាទដោយច្បាប់របស់ YouTube ហ្នឹងគឺមិនឲ្យដាក់រូបភាពបែបនោះទេបាទដល់ពេលអញ្ចឹងហើយបាន admin ហ្នឹងអត់ហ៊ានដាក់ទេមកខ្លាចមានបញ្ហាដល់ channel របស់ admin បាទហើយអញ្ចឹងហើយសូមអ្នកទាំងអស់គ្នាអធិស្ឋានផងបាទ